สมัครเพียบกู้ประกวดบอลประคันในช่วยเรื่องในเวียแปกระดาษไปปลดมันตอนสกอเปียท่าจังในลอยตีឧបត្ថម្ភដោយ Michael 7 យ៉ាង Coreno រសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត ក្រុមឥណ្ឌូនេស៊ីម៉ាដូរ៉ា United មិនទាន់ស្គាល់ភាពបរាជ័យនៅក្នុងពានរង្វាន់ក្លឹបអាស៊ីលំដាប់ទី3 AFC Challenge League ចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតមកដល់វគ្គពាក់កណ្ដាលដាច់ព្រាត់ដែលគេត្រូវប៉ះក្រុមតំណាងកម្ពុជាប្រកាន់រាជឆ្វៃរៀងកាលពីវគ្គសន្សំពិន្ទុពូល E ពួកគេបានឈរនៅលំដាប់លេខ1ក្នុងពូលបន្ទាប់ពីស្មើជាមួយនឹងក្រុមម៉ុងហ្គាលី SP Falcon ដោយលទ្ធផល0-0និងបានយកឈ្នះកម្ពុជាប្រកាន់រាជឆ្វៃរៀងដោយលទ្ធផល2-1វគ្គ8ក្រុមចុងក្រោយ Madura United បានបន្តភាពមិនចាញ់ទៀតដោយស្មើជាមួយនឹងក្រុមម្ចាស់ផ្ទះ Hainan City ដែលក្នុងលទ្ធផល0-0ក្នុងជំនួបជើងទី1នៅទឹកដីតៃវ៉ាន់និងយកឈ្នះដោយលទ្ធផល3-0ក្នុងជំនួបជើងទី2នៅទឹកដីរបស់ខ្លួនពេលនេះពួកគេបានឈានដល់វគ្គពាក់កណ្ដាលដាច់ព្រាត់ហើយទៅជួបជាមួយនឹងប្រកាន់រាជឆ្វៃរៀងដែលបានចាញ់ពីប្រកួតហើយនៅក្នុងពានរង្វាន់ AFC Challenge League គឺចាញ់ Madura United 1-2និងចាញ់ Sak United 1-0នៅជើងទី2ទោះបីយ៉ាងណាបើកន្លែងមកមើលនៅក្នុងលីកឥណ្ឌូនេស៊ី Madura United ធ្វើមិនបានល្អទេរដូវកាល2024-2025ពួកគេកំពុងតែស្ថិតនៅក្នុងបាតតារាងបន្ទាប់ពីឆ្លងកាត់25ប្រកួតរកបានតែ21ពិន្ទុពីការឈ្នះ5លើកស្មើ6លើកនិងចាញ់14លើក